ok តើអ្នកទាំងអស់គ្នាធ្លាប់ដឹងទេតើខាងផ្នែក front end និង back end គេធ្វើការយ៉ាងម៉េចហ្នឹងហើយជាទូទៅខ្ញុំឃើញថាសម្រាប់ developer បច្ចុប្បន្ននេះគឺគាត់ធ្វើទាំងពីរបានន័យថាទាំង back end និង front end គឺធ្វើនៅក្នុងពេលតែមួយតែម្ដងប៉ុន្តែជាក់ស្ដែងមែនតើបើយើងចង់ឲ្យបច្ចេកមួយវាមានគុណភាពអ្នកទាំងអស់គ្នាអាចឲ្យមើលអ្នកដែលជំនាញខាងធ្វើ front end ផ្សេងអ្នកដែលជំនាញខាងធ្វើ back end ផ្សេងអញ្ចឹងឧបមាថាបើសិនជាយើងមាន list នៃ item មួយដើម្បីយើង display ในការលក់បណ្ដាលរបស់យើងនៅលើ website អញ្ចឹងខាង front end គឺគាត់មានតួនាទីទៅ design layout design template នឹងឲ្យស្អាតអូខេគាត់ថារូបភាពយើងដាក់របៀបម៉េចតែយើងដាក់របៀបម៉េចតម្លៃយើងដាក់របៀបម៉េចអញ្ចឹងទៅប៉ុន្តែវាអត់ទាន់ dynamic ទេយើងគ្រាន់តែមានជា sample list នៃ item របស់យើងបន្តមកទៀតបានខាង back end គាត់ចាប់ផ្ដើមទៅ say API គាត់បង្កើត database គាត់ទៅ say code algorithm logic មួយចំនួនហើយបោះភ្ជាប់វាទៅជាមួយនឹងខាង back end ចូលទៅផ្នែក front end ចូលទៅអញ្ចឹងគេនឹងធ្វើឲ្យវាទៅជា fully dynamic នៅខាងក្នុង website របស់យើងហ្នឹង